សូមជម្រាបសួរថ្មីនេះខ្ញុំបានធ្វើការសិក្សាការវិភាគនៅមតិសាធារណៈមួយចំនួនដែលដកស្រង់ចេញពីសន្ទរកថារបស់លោកបណ្ឌិតគិនភាដែលធ្វើនៅរាជរដ្ឋសភាកាលពីថ្ងៃទី13ខែមិនិនាពេលថ្មីកន្លងទៅនេះនៅក្នុងអត្ថបទដែលខ្ញុំនឹងលើកយកមកជម្រាបជូនអ្នកនរគ្នានេះគឺជាការវិភាគរបស់ខ្ញុំដកស្រង់មតិយោបល់ពី Facebook comment របស់ Facebook page ឈ្មោះថា Cambodomis ដែលគាត់បានកាត់យក clip ខ្លីរបស់លោកបណ្ឌិតគិនភាយកមកផុសបង្ហាញហើយខ្ញុំចូលទៅមើលនៅ comment ទាំងអស់ហ្នឹងហើយដកស្រង់ comment ទាំងអស់ហ្នឹងយកមកវិភាគហើយការវិភាគរបស់ខ្ញុំហ្នឹងគឺនឹងឆ្លើយនឹងសំណួរចំនួន4បាទសំណួរ4ហ្នឹងគឺមានដូចជាតើប្រជាពលរដ្ឋដែលចូលទៅ comment នៅក្នុង Cambodomis ដែលលើកឡើងពីវីដេអូរបស់លោកបណ្ឌិតគិនភានោះថាតើមានប្រជាពលរដ្ឋគ្រប់គ្រងនិងជំទាស់ពីសន្ទរកថាគាត់នឹងដែរឬទេប្រមាណភាគរយដែលជំទាស់ហើយនឹងគ្រប់គ្រងហ្នឹងហើយតើបញ្ហាអ្វីខ្លះដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុង comment section ហ្នឹងហើយតើប្រជាពលរដ្ឋបញ្ចេញអារម្មណ៍គាត់របៀបណាខ្លះជាកំហឹងជាពាក្យបដិបតាសាលាក់ឡាយអញ្ចឹងទៅណាបាទហើយចុងក្រោយគេទាំងតើប្រជាពលរដ្ឋនៅចាត់ទុកគមនាបណ្ឌិតហ្នឹងថាតើគាត់ឲ្យចម្លើយបែបណាអត្ថបទវិភាគរបស់ខ្ញុំនេះនឹងឆ្លើយនឹងសំណួរទាំង4ទាំងអស់ហ្នឹងខ្ញុំនឹងចូលទៅជំរាបជូនផ្នែកទី1គឺខ្ញុំនិយាយអំពី comment ប្រភេទ comment របស់ប្រជាពលរដ្ឋដែលចូលទៅ comment នៅក្នុង Cambodomis Facebook post មកហ្នឹង Facebook post របស់ Cambodomis ហ្នឹងខ្ញុំបានពិនិត្យមើលប្រហែលជាជិត1000 post តាំងពីខែកុម្ភៈឆ្នាំ2026រហូតដល់ថ្ងៃដែលខ្ញុំនិយាយហ្នឹងបាទគឺមានតែ post ដែលនិយាយអំពីលោកបណ្ឌិតគិនភាទេដែលមានអ្នក comment ច្រើនប្រហែលជា3000ជាង comment ប៉ុន្តែពេលខ្ញុំ download comment នោះមកយើងចម្រាញ់យើងធ្វើ data cleaning ចម្រាញ់សម្អាត data ទៅយើងបានប្រហែលជា2000 comment ដែលអាចយកមកវិភាគបានបាទអញ្ចឹងខ្ញុំវិភាគទៅហើយក៏ចែកជាប្រភេទនៃ comment នឹងឯងបាទអញ្ចឹងcomment ដែលយើងមើលទៅតែគ្រប់គ្រងខ្លាំងបាទគឺថា clear support ហ្មងគឺថា 100% គ្រប់គ្រងនៅអ្វីដែលលោកបណ្ឌិតគិនភាបានមានប្រសាសន៍11ចំណុចរបស់គាត់ហ្នឹងបាទគឺមាន 50% ជាមើលប្រភេទទី2គឺ issues raising មានន័យថាអ្នកដែលលើកបញ្ហាមកគាត់មិនគ្រប់គ្រងនៅអ្វីដែលលោកគិនភាបាននិយាយទេហើយក៏គាត់មិនបដិសេធដែរប៉ុន្តែគាត់លើកពីបញ្ហាផ្ទាល់ខ្លួននិងបញ្ហាគាត់ឃើញយកមកអញ្ចឹងដាក់ថាជាក្នុងប្រភេទអ្នកដែលលើកពីបញ្ហាក្នុងសង្គមហ្នឹងចូលមកប្រាប់ទី3គឺ occasional support មានន័យថាអ្នកដែលគ្រប់គ្រងនៅអ្វីដែលលោកបណ្ឌិតគិនភានិយាយដែរប៉ុន្តែគាត់មានលក្ខខណ្ឌថានិយាយអញ្ចឹងធ្វើបានអត់អញ្ចឹងណាបាទហើយឬក៏ថាបានតែនិយាយទេ action សកម្មភាពគឺអត់មានទេអ្នកទី4វិញគឺតកតងជាមួយអ្នកមានការសង្ស័យដូចខ្ញុំនិយាយមិនអញ្ចឹងអ្នកខ្លះក៏មានគិតថាឃើញតែនិយាយប៉ុន្តែអត់បានធ្វើបាទអញ្ចឹងទៅណាបាទនិងប្រភេទបន្ទាប់ទៀតគឺប្រភេទទី5ដែលនិយាយតកតងជាមួយទៅនឹងអ្នកដែលមិនគ្រប់គ្រងតែម្ដងមិនគ្រប់គ្រងហ្នឹងមិនមែនមានន័យថាចង់មានន័យថាអ្វីដែលលោកបណ្ឌិតគិនភានិយាយគឺខុសទាំងស្រុងហើយគ្រប់គ្រងអ្វីនិយាយទេគឺគេអត់ជឿថាអ្វីដែលលោកបណ្ឌិតគិនភានិយាយហ្នឹងវាជាពិតជាការពិតអីហ្នឹងទៅណាបាទពីគាត់ថាបានសម្ដែងបាននិយាយហ្នឹងទៅប៉ុន្តែអនុវត្តនឹងថាអត់បានអីហើយបាទហើយមួយទៀតគឺចុងក្រោយគេហ្នឹងគឺអ្នកដែលទិញបញ្ចេញមតិយោបល់ដែលជាទូទៅមតិយោបល់របស់គាត់នឹងអាចថាជាមួយម៉ាត់ពីរម៉ាត់ហ្នឹងទៅដែលយើងអាចយកមកវិភាគថាគាត់ចង់មានន័យថាម៉េចបានអញ្ចឹងទៅណាបាទអញ្ចឹងដាក់ចូលទៅក្នុងប្រភេទមួយដែរហើយប្រហែលជា6% ទេបាទអញ្ចឹងយើងមើលពីថាតើប្រភេទមតិណាដែលមានចំនួនច្រើនជាងគេយើងឃើញអ្នកគ្រប់គ្រងអ្នកសាទរគ្រប់គ្រងនៅ11ចំណុចដែលលោកបណ្ឌិតគិនភាបានមានប្រសាសន៍ហ្នឹងគឺថាខ្លាំងមានចំនួនច្រើនជិត1200 comment ដែរបាទបន្តមកទៀតអ្នកមានការសង្ស័យជាប្រភេទទី2សង្ស័យថានិយាយបានតែធ្វើអត់បានទេនិយាយវាល្អប៉ុន្តែអនុវត្តសូន្យអញ្ចឹងទៅអានេះមិនពាក្យខ្ញុំទេណាបាទពាក្យរបស់ comment ទៀតយើងនឹងឃើញ actual comment បាទហើយនឹងមួយទៀតអ្នកដែលលើកពីបញ្ហាមកគាត់មិនគ្រប់គ្រងហើយគាត់បដិសេធតែគាត់លើកពីបញ្ហាផ្ទាល់ខ្លួនប្រាប់ថាខ្ញុំមានបញ្ហាចេះនៅភូមិនេះមានបញ្ហាចេះទៅបាទហើយនឹងអ្នកដែលគិតបាន conditional support នោះមានថាគ្រប់គ្រងដែរថានិយាយនោះល្អណាស់ប៉ុន្តែមានលក្ខខណ្ឌថានិយាយចឹងមែនថាតើរដ្ឋាភិបាលធ្វើបានអត់អញ្ចឹងណាបាទហើយនឹងមានអ្នកចុងក្រោយដែរគឺចុងក្រោយគេពុកក្រហមអ្នកនរឃើញកន្លែងពុកក្រហមហ្នឹងគឺមានថាមានអ្នកដែលគាត់មិនពេញចិត្តហើយគាត់ប្រើពាក្យអក្សរ mocking បាទបច្ចាលក់លើយដាក់អីចឹងទៅណាយើងនឹងឃើញ comment លក់លើយរបស់ពួកគាត់ទាំងអស់ហ្នឹងដែរបាទបើយើងមើលតាក់ទងជាមួយទៅនឹង
ការជំទាស់ហើយនឹងការស្របជាមួយមតិយោបល់របស់លោកដិតកិនភៀហ្នឹងយើងបូកបញ្ចូលគ្នាបាទហើយនេះយើងបូកបញ្ចូលគ្នាយ៉ាងម៉េចបាទគឺបូកបញ្ចូលគ្នាជាមួយទៅនឹងការគ្រប់គ្រងsupport ខ្លាំងហ្នឹងជាមួយនឹងអ្នកគ្រប់គ្រងដែលមានលក្ខខណ្ឌវាថាគ្រប់គ្រងដែរតែមានលក្ខខណ្ឌហ្នឹងបូកចូលគ្នាទៅហើយនឹងអ្នកលើកពីបញ្ហាដែរបាទវាស្របជាមួយនឹងអ្វីដែលកិនភៀនិយាយហ្នឹងគឺថាបូកចូលគ្នាទៅមានរហូតដល់70% នោះបាទដែលមើលទៅទំនងគេថាគ្រប់គ្រងនៅអ្វីដែលលោកមានប្រសាសន៍ហ្នឹងបាទហើយមួយទៀតវិញគឺមតិផ្ទុយទៅវិញបាទយើងបូកបញ្ចូលគ្នាជាមួយទៅនឹងមតិយោបល់ដែលមានការសង្ស័យហើយនឹងមតិយោបល់ជំទាស់ហើយនឹងការចំអកលត់លើនឹងចូលគ្នាទៅបានប្រហែលជា24%ហើយ25%អញ្ចឹងទៅបាទជិត25%ដែរនៅក្នុងនេះខ្ញុំចង់មើលអ្នកឃើញនេះគឺសំខាន់គឺខ្ញុំអានឡើងនឹងស្ដាប់បាទគឺសូម្បីតែនៅក្នុងចំណោមអ្នកដែលមានមន្ទិលសង្ស័យចំនួន19%ហ្នឹងបាទមានខមមិនហ្នឹងណាបាទក៏អត់មានន័យថាពួកគាត់មិនយល់ស្របនឹងអ្វីដែលលោកដិតកិនភៀនិយាយដែរតែគេយល់ស្របដែរការលើកឡើងហ្នឹងប៉ុន្តែពួកគាត់យល់ស្របថាអំពើពុករលួយនិងបកពួកនិយមនិងបញ្ហាគឺជាបញ្ហាពិតប្រាកដបាទពីរហ្នឹងជាបញ្ហាពិតប្រាកដប៉ុន្តែពួកគាត់មានមន្ទិលសង្ស័យថាតើរដ្ឋាភិបាលចាត់វិធានការដែរអត់បាទហើយ clear ពួកគាត់ប្រើហ្នឹងគឺថាបាទដូចមិននិយាយបានប៉ុន្តែធ្វើអត់បានឬក៏ថាបើជឿតាមនឹងទៅច្បាស់ជាចប់ឆាប់អីចឹងទៅនៅបាទអ្នកខ្លះក៏បាននិយាយដែរខ្ញុំឃើញ comment ខ្លះដែលនិយាយថាជឿទៅឆាប់ចប់អីចឹងទៅណាបាទជាលក់លឿយដាក់គាត់ចឹងទៅបាទអញ្ចឹងយើងមកមើលសម្រង់ comment ដែលគ្រប់គ្រងខ្លាំងគេនិយាយយ៉ាងម៉េចបាទមាន comment មួយនេះដែលមានការទទួលនៅចំនួន like នឹងច្រើនជាងគេទាំងអស់ 2000 ជាង comment ដែលខ្ញុំបានពិនិត្យមើលហ្នឹងពួក comment មួយទៅវាមានប៊ូតុង like បាទអញ្ចឹងមានតែ comment ដែលនេះទេបាទគឺថាដល់ពេលហើយដែលបណ្ឌិតបញ្ញវន្តគួរតែហ៊ាននិយាយដូចគាត់មានដូចបណ្ឌិតលោកកិនភៀនហ្នឹងគឺមានអ្នកចូលទៅ like ហ្នឹងចំនួន402 like ដែលជាចំនួន like ច្រើនជាងគេបង្អស់ក្នុងចំណោម 2000 ជាង comment ហ្នឹងឯងបាទនឹងបានហៅថាបណ្ឌិត 100% បាទនេះជាតិចបល់មែនតែនក្នុង comment ហ្នឹងតែម្ដងបាទហើយអ្នកដែលមានមន្ទិលសង្ស័យនៅបាទទ្រឹស្ដីល្អអនុវត្ត0ដឹងដែរតែកែមិនបានសប្រែជាខ្មៅល្ងងខ្លាយជាបណ្ឌិតអីចឹងទៅបើនិយាយអញ្ចឹងតាំងពីយូរប្រហែលជាប្រទេសមានបាត់បាទនឹងមានតទៅទៀតអញ្ចឹងទៅណាខ្ញុំមិនព្យាយាមអានទាំងអស់ទេខ្ញុំដាក់របាយការណ៍នេះឲ្យអ្នកនរអាច download បើបានបាទនឹងផ្នែកទី2បាទអញ្ចឹងផ្នែកទី2ហ្នឹងគឺជាបញ្ហាដែលប្រជាពលរដ្ឋលើកឡើងជាបញ្ហាយូរវែងណាស់មកហើយបាទនៅក្នុងហ្នឹងគឺថាប្រទេសយោបល់ជាច្រើនបានលើកអំពីបញ្ហាជាក់ស្ដែងក្នុងប្រទេសកម្ពុជាហើយដែលសាធារណជនចង់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានោះមិនមែនជាបញ្ហាថ្មីបញ្ហាដដែលដែរទេហើយសាធារណជនរងចាំដំណោះស្រាយនឹងជាច្រើនឆ្នាំហើយអញ្ចឹងនៅក្នុងហ្នឹងគឺអ្វីដែលពួកគាត់និយាយហ្នឹងគឺមាននៅក្នុងហ្នឹងគឺតាក់ទងជាមួយទៅនឹងអំពើពុករលួយច្រើនជាងគេដែលពួកគាត់និយាយប្រហែលជា300 comment ជាងហ្នឹងគឺថាបញ្ហាគាត់លើកឡើងហ្នឹងគឺ corruption ហ្នឹងបាទច្រើនជាងគេកំណែតម្រង់ reform ក៏ច្រើនដែរទី2បន្ទាប់មកទៀតគឺបញ្ហាដីធ្លីហើយនឹងបញ្ហាព្រំដែនហ្នឹងហើយទីបន្ទាប់មកទៀតមកគឺបញ្ហាយុត្តិធម៌ហើយច្បាប់ហើយនឹងរឿងបកពួកនិយមក្នុងក្រសួងក្នុងអីហ្នឹងទៅបាទហើយនឹងអភិវឌ្ឍវិស័យលើសារអប់រំហើយជាមួយនឹងសារព័ត៌មានដែរគាត់និយាយហើយជាមួយទៅនឹងអភិវឌ្ឍរឿងយោធាហើយចុងក្រោយគេពីរឿងសេដ្ឋកិច្ចបាទអញ្ចឹងបើយើងជំមើលទៅមើលដែលគាត់និយាយអំពីអំពើពុករលួយ349ដងដែលគាត់នៅក្នុង comment របស់គាត់និយាយហ្នឹងបាទអំពើពុករលួយបញ្ហាធំលំដាប់ទី1ដែលខ្ញុំលើកឡើងមកហ្នឹងបាទត្រូវបានលើកក្នុងចំណោមមតិយោបល់រហូតដល់ 14% ដែរជាបញ្ហាគាត់លើកឡើងអញ្ចឹងពួកគាត់យល់ឃើញថាអំពើពុករលួយគឺជាអ្វីដែលកើតឡើងតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើមានន័យថាប្រព័ន្ធរបស់រដ្ឋតែម្ដងបាទអញ្ចឹងអង្គភាពគាត់លើកឡើងថាអង្គភាពអំពើប្រឆាំងអំពើពុករលួយមិនទាន់សម្រេចបានលទ្ធផលពិតប្រាកដណាមួយទេគាត់អត់បើគណៈគេមានផ្សាយដែរប៉ុន្តែគាត់អត់ជឿថាវាជាលទ្ធផលទេបាទអញ្ចឹងអ្នកបញ្ចេញមតិយោបល់មួយចំនួនបានចែកម្លែកថាពួកគេបង់ប្រាក់ដើម្បីទទួលបានក្របខ័ណ្ឌរដ្ឋអញ្ចឹងលើកឡើងណាបានទូនទីបានអីចឹងទៅបាទហើយយើងមាន cash ច្រើនដែរបាទមតិរបស់ផ្លាប្រៀបធៀបថារឿងការបោះចដាហ្នឹងដូចក្នុងរឿងកុនជំនាន់មុនដែរបាទសតវត្សទី80អីចឹងណាបាទតែបោះចដាបោះពីលើចុះមកក្រោមមានន័យថាគាត់ចង់មានន័យថាចង់សម្អាតអំពើពុករលួយដល់ពីលើមកក្រោមបាទ
ហើយកំណែតម្រង់ការគ្រឿងកំណែតម្រង់ហ្នឹងគឺ133ដងបាទអញ្ចឹងបញ្ហាធំ2គឺទី2ហ្នឹងគឺថាសំទោសបញ្ហាធំទី2ហ្នឹងគឺរឿង reform នឹងឯងបាទគឺកំណែតម្រង់ហ្នឹងប្រជាពលរដ្ឋគាត់និយាយថាប្រទេសជាតិកំពុងតែស្ថិតនៅគាត់ឃើញថាប្រទេសជាតិកំពុងតែស្ថិតក្នុងរបបមួយដ៏គ្រោះថ្នាក់ដែលឲ្យរដ្ឋាភិបាលរំលឹកខ្លួនឯងថាត្រូវតែមានវិធានការទប់ស្កាត់ជាបន្ទាន់ត្រឹមត្រូវទេបាទបញ្ហាវាធ្ងន់ធ្ងរអញ្ចឹងណាបាទគាត់ប្រើពាក្យថាដូចដល់ពេលហើយល្មមប៉ុណ្ណឹងបានហើយឡាក់អញ្ចឹងទៅណាបាទបញ្ហាព្រំដែន109ដងអ្នកអង្គញាចូលទៅមើលទៅហើយនៅក្នុងគាត់និយាយដែរថាដីធ្លីមួយចំនួនសិតបោកញ៉ានៅព្រំដែននៅអីមួយចំនួនទៅវាគួរតែជារបស់ប្រជាពលរដ្ឋអីចឹងទៅណាបាទហើយនឹងរឿងយុទ្ធធរនិងរឿងនីតិរដ្ឋ76ដងដែលខ្ញុំបានកលិចមកឃើញហ្នឹងបាទអញ្ចឹងគាត់មានន័យថាច្បាប់អនុវត្តមែនតើបានជាមួយនឹងប្រជាពលរដ្ឋក្រីក្រតែនឹងអនុវត្តបានតែអត់បានអនុវត្តបានចំពោះនៅរដ្ឋអ្នកមានអំណាចដែលអត់អនុវត្តអត់បានទេរឿងបពុនិយមបាទបពុនិយមតំណែងនៅក្នុងរដ្ឋាភិបាលបានផ្ដល់ឲ្យដោយផ្នែកទៅលើផ្អែកទៅលើខ្សែស្រឡាយរបស់គ្រួសារទេបាទក្រសួងមួយគាត់ចង់និយាយថាពីក្រសួងពីអីហ្នឹងគឺបពុនិយមគ្រួសារនិយមបាទគឺពឹងទៅលើខ្សែស្រឡាយជាជាងពឹងលើសមត្ថភាពអីចឹងទៅអ្នកខ្លះក៏និយាយថាគ្រប់ក្រសួងទាំងអស់គាត់សឹងថាវាយក្រសួងទាំងអស់ធ្វើការគ្រប់គ្រងក្រសួងសឹងថាដូចជាអាជីវកម្មរបស់គ្រួសារគេហៅថា family business បាទនឹងបញ្ហាផ្សេងទៀតផ្សេងអប់រំ41ដងផ្សេងភាសាព័ត៌មាន39ដងខ្ញុំអាចចូលទៅមើលរបាយការណ៍ទាំងអស់របស់ខ្ញុំដែលខ្ញុំនឹងដាក់ឲ្យអ្នក download អាចមើលបានបាទនេះជាសម្រងមតិខ្លះៗដែលខ្ញុំដកស្រង់ចេញមកបាទមន្ត្រីដូចជាលោកបាន50%លោកហ្នឹងគឺស្ដៅលោករំលឹកកិនភៀនឹងឯងបាទប្រទេសយើងមិនដល់ថ្នាក់នឹងទេបាទលាក់ចឹងទៅណាបាទអញ្ចឹងយើងចូលមកផ្នែកទី3គឺយើងចូលមកផ្នែកទី3និយាយពីរឿងទម្ងន់ពាក្យគាត់ការប្រើប្រាស់របស់គាត់អញ្ចឹងអារម្មណ៍ខឹងក្រោតអីចឹងទៅបាទយើងចូលទៅមើលបាទអញ្ចឹងទៅយើងមើលទៅការកោតសរសើរហ្នឹងដែលរាប់ចេញពីវិជ្ជមានទៅហើយចុះទៅក្រោមគឺអវិជ្ជមានឃើញមួយពណ៌ខៀវមួយទៀតក៏ហមក្តៅខ្លាំងបាទអញ្ចឹងយើងមើលទៅយើងឃើញអ្នកកោតសរសើរអ្វីដែលលោកនិគិនភានិយាយនោះគឺថាច្រើនជិត 1000 comment ដល់ឯងបាទយើងមើលទៅណាបាទ praise and admire របស់គាត់ហ្នឹងមួយទៀតគឺមតិយោបល់ឯងនិយាយពីក្តីសង្ឃឹមនិយាយពីការចង់បានចង់ឃើញចេះណាបាទហើយមួយទៀតគឺរឿង concern ដែរបាទការ concern ហើយនឹង frustration មានថាការព្រួយបារម្ភការខឹងសម្បារកើតឡើងគឺថាមានដែរបាទពលរឿងយើងឃើញ317ដងហើយមានការសង្ស័យគឺថា272ដងអញ្ចឹងទៅហើយមានបាទ mocking offensive language ហ្នឹងគឺមានន័យថាការជេរប្រមាថការទៀនគាត់ហ្នឹងគឺថាអាចថាមាន124ដែរ comment បាទយើងមើលទៅណាបាទយើងចូលទៅមើលសម្រងមតិការកោតសរសើររបស់គាត់ស្គមទូរស័ព្ទលោកបណ្ឌិតអនុវត្តសុខយើងឲ្យបានស្មើគ្នាអញ្ចឹងទៅណាបាទនេះសម្រងពាក្យមួយចំនួនអញ្ចឹងទៅណាបាទពាក្យស្ដីមិនល្អតែពិតមានច្រើនទៀតគ្រាន់តែខ្ញុំលើកមកទៅ4-5អីខ្ញុំយកមកដាក់ឲ្យអង្គមិនឃើញបាទមួយទៀតជាចុងក្រោយគេហើយថាតើអ្នក comment ហ្នឹងគាត់យល់ថាម៉េចពាក្យថាបណ្ឌិតក្រុមងារបណ្ឌិតហ្នឹងបាទបញ្ញវន្តហ្នឹងគាត់យល់ថាម៉េចដែរគឺ289លើកឡើងក្រុមងារបណ្ឌិតបាទសាធារណជនប្រតិបត្តិច្រើនមែនតើតាក់ទងជាមួយបណ្ឌិតហ្នឹងហើយគាត់រីគុណដែរនៅក្នុង graph នេះខ្ញុំរីគុណដែរគាត់គ្រប់គ្រងបណ្ឌិតអ្វីបណ្ឌិតនិយាយត្រូវពិតប្រកបក្លាហានបាទហើយក៏រីគុណទៅដល់អ្នកដែលចេះដឹងបញ្ញវន្តដែលដឹងរឿងពិតហើយគាត់អត់និយាយរឿងហ្នឹងគាត់ keep silent មានថាគាត់ហូរមកស្នុកខ្លួនឯងហ្នឹងគឺមានដែរបាទ8 comment ហើយ2 comment ថាចោទប្រកាន់ថាជាបណ្ឌិតคล้ายៗយ៉ាងទៅណាបាទហើយមាន7 comment ទៀតដែលនៅរំលឹកឡើងពីឈ្មោះលោកបណ្ឌិតកែមលីដែលបានស្លាប់ហើយបាទអញ្ចឹងនៅក្នុងហ្នឹងអ្វីដែលគេលើកឡើងពីថាភាពពិតប្រកបរបស់បណ្ឌិតហ្នឹងគឺថាដូចសម្ដីដែលលោកបណ្ឌិតកិនភៀបាននិយាយហ្នឹងគឺតាក់ទងជាមួយនឹងអ្វីដែលគេលើកឡើងគឺថាបណ្ឌិតពិតគឺអញ្ចឹងគេហៅបណ្ឌិតពិតនិយាយដូចបណ្ឌិតកិនភៀគេហៅបណ្ឌិតពិតហើយពិតជាស័ក្តិសមជាមួយក្រុមងារបណ្ឌិតនេះណាបាទនឹងអ្វីដែលគេនិយាយហ្នឹងបាទអញ្ចឹងសាធារណជនជឿជាក់ថាក្រុមងារបណ្ឌិតគួរតែមកជាមួយនឹងសិលធម៌ហើយនឹងភាពក្លាហានក្នុងការនិយាយការពិតមិនមែនបានតែសញ្ញាបត្រនឹងกระดาษប៉ុណ្្នឹងទេបាទហើយមួយទៀតការរិះគន់បញ្ញវន្តនៅស្ងៀមគាត់ចេះដឹងគាត់ជ្រើសរើសវិធីសាស្ត្រស្ងៀមស្ងាត់អីចឹងទៅណាបាទអញ្ចឹងមាន21 commentដែរដែល
គេនិយាយថាដល់ពេលដែលបណ្ឌិតដូចខ្ញុំនិយាយអញ្ចឹងណាបណ្ឌិតគួរតែហ៊ាននិយាយដូចជាបណ្ឌិតកិនភៀទាំងអស់គ្នាបាទកុំនៅស្ងៀមអីចឹងណាបាទហើយពួកគាត់មានអារម្មណ៍ធុញទ្រាន់ខកចិត្តដែរធុញទ្រាន់ខកចិត្តដោយសារតែដឹងថាបណ្ឌិតដឹងថាដឹងរឿងការពិតដែរប៉ុន្តែពួកគាត់រក្សាភាពស្ងៀមស្ងាត់ដើម្បីអីគេសុខភាពពួកគាត់ការរស់នៅសុខស្រួលរបស់ក្រុមគ្រួសារពួកគាត់អីចឹងទៅដោយការលើកឡើងថាបញ្ញវន្តគួរតែនិយាយការពិតមិនអង្គុយសោយសុខឬក៏ស្វែងរកភាគទ្រព្យសម្បត្តិនោះទេអ្នកមានសញ្ញាបត្របណ្ឌិតជាច្រើនគ្រាន់តែធ្វើតាមបញ្ជាប៉ុន្តែមានចំនួនតិចណាស់ដែលហ៊ាននិយាយការពិតសំទោសហ៊ានគិតនិងមានមតិឯករាជ្យតទៅបាទហើយយើងមើលទៅបាទនេះគឺអ្វីដែលគាត់និយាយតាក់ទងជាមួយទៅនឹងសម្រង់ខមមិនមួយចំនួនដែលតាក់ទងជាមួយទៅនឹងទូរទស្សន៍បណ្ឌិតដែលប្រជាពលរដ្ឋគាត់បាននិយាយហ្នឹងបាទមានលោកបណ្ឌិតកែមលីដែរបាទគឺឃើញប្រជាពលរដ្ឋលឹកដល់បណ្ឌិតកែមលីហើយប្រៀបធៀបថាអ្វីដែលបណ្ឌិតកិនភៀនិយាយហ្នឹងគឺវាដូចអ្វីដែលលោកបណ្ឌិតកែមលីបាននិយាយដែរគឺហ៊ាននិយាយការពិតចឹងមកណាបាទចេញមកត្រូវមានភាពហ៊ានក្លាហានខ្លួនឯងក្នុងការនិយាយការពិតមកឯងបាទនេះគឺជា7មានតែ7ខមមិនដែលនិយាយពីលោកបណ្ឌិតកែមលីបាទគឺថាគ្រប់គ្នានឹកលោកបណ្ឌិតកែមលីចំនួន22 like បើតាមមើលទៅបាទអញ្ចឹងបណ្ឌិតកែមលីឲ្យអនុសាសន៍រហូតដល់បាត់បង់ជីវិតអំពីការទទួលស្គាល់ការពិតហើយកែលម្អហើយមិនសរសើរមិនបានទៅតែសរសើរមានថាអ្វីដែលលោកបណ្ឌិតកិនភៀនិយាយហ្នឹងមិនសរសើរមិនបាននិយាយពិតត្រឹមត្រូវបន្ទាប់ពីមានថាគាត់ចាត់ទុកថាបន្ទាប់ពីបណ្ឌិតកែមលីមកហ៊ាននិយាយបែបអញ្ចឹងបាទនឹងមានបន្តទៀតអញ្ចឹងចុងក្រោយគេបង្អស់បាទសេសម្រាប់ចុងក្រោយគេបង្អស់សេសម្រាប់ជាដីសង្ខេបចុងក្រោយគេហ្នឹងគឺថាប្រជាពលរដ្ឋយល់ថាតម្លៃរបស់បណ្ឌិតហ្នឹងភាពស្ងប់ស្ងាត់របស់គាត់ហ្នឹងលែងផ្ដល់តើប្រជាពលរដ្ឋលែងផ្ដល់តម្លៃឲ្យវាហាក់ដូចអញ្ចឹងឯងអ្នករកឃើញមកខ្ញុំគឺមែនហើយប្រជាពលរដ្ឋហាក់បីដូចជាអត់ផ្ដល់តម្លៃទៅឲ្យបណ្ឌិតដែលចេះដឹងប៉ុន្តែគាត់ជ្រើសរើសវិធីសាស្ត្រស្ងប់ស្ងៀមគឺពួកគាត់អត់ឲ្យតម្លៃទេប៉ុន្តែថាអារម្មណ៍ថាមិនឲ្យតម្លៃហ្នឹងវាថាវាជាអារម្មណ៍ថាវាច្បោកច្បល់នៅស្មុគស្មាញតិចដែរចង់មានថាមានខមមិនខ្លះក៏គាត់ដឹងដែរគាត់មានបង្ហាញពីអារម្មណ៍ថាធុញទ្រាន់ហើយនឹងអារម្មណ៍ថាយល់ខ្លះដែរដោយសារតែដឹងរឿងខ្លះអត់ហ៊ាននិយាយទៅដើម្បីសុខភាពគ្រួសារឡើងអញ្ចឹងទៅណាអញ្ចឹងវាមានការមិនពេញចិត្តការមិនឲ្យចម្លើយមែនប៉ុន្តែវាមានអារម្មណ៍វាមិនដែរជាមួយនឹងការយោគយល់ជាមួយបណ្ឌិតនឹងឬក៏ដឹងដែរថាគាត់មិនហ៊ាននិយាយដោយសារវាប៉ះពាល់គ្រួសារឆ្នាំបាយគាត់ឡើងអញ្ចឹងទៅបាទប៉ុន្តែទោះយ៉ាងណាក្តីលោកបណ្ឌិតកិនភៀត្រូវបានគេសាទរគាត់ជាមួយនឹងអ្វីដែលគាត់និយាយលើកឡើងប្រហែលចំណុចដែលគាត់លើកឡើងហ្នឹងបាទហើយដែល Cambodia គាត់យកទៅផុសនឹងឯងបាទសូមអរគុណនេះគឺជាការវិភាគនៅមតិយោបល់សាធារណៈរបស់ប្រជាពលរដ្ឋដែលទៅលើអ្វីដែលលោកបណ្ឌិតកិនភៀបាននិយាយនៅកាលពីថ្ងៃទី13ខែមីនាកន្លងទៅនេះហើយត្រូវបាន Cambodia ដាក់ក្នុង Facebook page របស់គាត់អ្នកមាន comment មិនដែរបាទអាចដាក់នៅខាងក្រោមបានខ្ញុំសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់